មានកិត្តិយសសូមថ្លែងនូវសេចក្តីសម្លរីករាយដែលបានចូលរួមជាអធិបតីភាពក្នុងពិធីបិទការប្រកួតកីឡាបញ្ចុះសម្រាប់លើកទី2ឆ្នាំ2026ក្នុងរយៈពេលនៃការប្រកួតនេះយើងបានឃើញនៃការបង្ហាញសមត្ថភាពដ៏អស្ចារ្យដែលពោពេញទៅដោយវិន័យក្រមសីលធម៌និងបច្ចេកទេសខ្ពស់ពីសំណាក់បងប្អូនកីឡាករកីឡាការិនីគ្រប់រូបប្រកួតកីឡាសិល្បៈក្បាច់គុណនិងកីឡាក្នុងសាលអាស៊ីលើកទី6 ASEAN Indoor and Martial Arts Games នៅរីយ៉ាដការប្រកួតកីឡាសកលជាតិឡៃអាស៊ីអាគ្នេយ៍លើកទី22នៃប្រកួតដើម្បីប្រកួតប្រជែងជាមួយមិត្តយើងក្នុងតំបន់ទន្ទឹមទាំងនេះដែរខ្ញុំសូមជម្រាបជូនដល់ពិធីទាំងមូលមកជ្រាបថាបើសហព័ន្ធកីឡាចាត់ចែងកម្ពុជាបានធ្វើការងារជាច្រើនក្នុងការវិវត្តកីឡាទាំងយុទ្ធសាស្ត្រទាំងការចូលរួមនៃអប់រំផ្សេងៗក៏ដូចជាក្រុមគ្រូដល់មុខឲ្យឯកឧត្តមប្រធាននិងការដឹកនាំសហព័ន្ធទាំងអស់យើងពិតជាមានមោទនភាពយ៉ាងខ្លាំងដែលក្នុងឆ្នាំ2025កន្លងទៅដែលមានក្រុមកីឡាករកីឡាការិនីបញ្ចសិល្បៈរបស់យើងបានប្រឹងប្រែងបង្ហាត់ប្រកួតរហូតទទួលបានមេដាយកម្រិតអាស៊ីទទួលបានមេដាយកម្រិតលើកដំបូងของអស់សម្រាប់កម្ពុជាក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី3នៃប្រទេសចិនចក្របារ៉ែនហើយការប្រកួតកីឡាសិស្សអាស៊ានលើកទី14នៃចិនចក្ររុយណេដែលរុស្ស៊ីក្នុងនោះចូលរួមបបកីឡាដៃយើងនួនមនីរាជដំណើរបានមេដាយប្រាក់មួយគ្រឿងលើកដំបូងផងដែរយើងនឹងប្រឹងប្រែងបន្ថែមទៀតរកកម្រិតខ្សោយរបស់យើងបំពេញបន្ថែមនឹងធ្វើឲ្យរឹតតែប្រសើរដើម្បីគេធានារបស់កម្ពុជាយើងទាំងមូលតាមប្រធានក្នុងនាមត្រាដឹកនាំទាំងអស់សូមថ្លែងអំណរគុណដល់ក្រសួងអប់រំយុវជននិងកីឡាគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជាដែលតែងតែគ្រប់គ្រងនិងផ្ដល់ឱកាសឲ្យកីឡាករកីឡាការិនីរបស់យើងបានតំណាងជាតិក្នុងការប្រកួតនៅក្រៅប្រទេសនិងអរគុណដល់ស្ថានទូតឥណ្ឌូនេស៊ីជាពិសេសប្រចាំនៅកម្ពុជាដែលតែងតែចូលរួមសហការយ៉ាងស្អិតរមួតជាមួយយើងចូលរួមលើកស្ទួយនិងវិជ្ជបន្ថែមយើងតាមរយៈស្ថានទូតក្រសួងកីឡាឥណ្ឌូនេស៊ីបានផ្ដល់គ្រូបញ្ចប់សិលាជូនមកបង្ហាត់ដល់កីឡាករជំនាញជាតិរបស់យើងផងដែរហើយយើងសង្ឃឹមថាតាមរយៈស្ថានទូតដដែលគឺនឹងសម្របសម្រួលឲ្យមានការផ្ដល់គ្រូពីឥណ្ឌូនេស៊ីបន្តទៀតនៅក្នុងឆ្នាំ2021នេះដើម្បីពង្រឹងដើម្បីបង្ហាត់ដល់ក្រុមជម្រើសជាតិយើងផងដែរខិតខំពីមួយឆ្នាំទៅមួយឆ្នាំឲ្យរឹតតែល្អប្រសើរសម្រាប់កីឡាបញ្ចុះសិលាមួយនេះយើងថ្មីប៉ុន្តែយើងធ្វើបានល្អបាទហើយឆ្នាំក្រោយលើកទី3យើងសង្ឃឹមថាយើងធ្វើឲ្យរឹតតែប្រសើរក្នុងឆាកជាតិនិងអន្តរជាតិនេះជាមុខមាត់របស់កម្ពុជានិងក៏ជាមុខមាត់របស់ឥណ្ឌូនេស៊ីដូចគ្នាពីព្រោះជាកីឡាដែលយើងហាត់រួមគ្នាបាទអញ្ចឹងជាចុងក្រោយគឺសូមគេថាអរគុណដល់កីឡាករកីឡាការិនីខិតខំមិនអង្គុយមើលអវៈ3ក្រុមចុងក្រោយគឺថាហាប់គូពីកីដែរបាទគឺល្អទាំងយុទ្ធវិធីបាទទាំង attack ទាំង defense គឺល្អមែនតើចាប់ពីពេលនេះតទៅអរគុណ thank you